បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំក៏ប្រាប់បងប្អូនទាំងអស់គ្នាមកទស្សនាភាពនៃការសាងសង់ស្ពានដេកឥដ្ឋថ្មកបាទបាទស្ពាននេះដែរគឺជាស្ពានដែលតបជាប់ឆ្លងកាត់ទន្លេមេគង្គដែលតបជាប់ពីចំណុចផ្លូវជាតិទី1រំស្រុកគៀនស្វាយឆ្ពោះទៅកាន់ស្រុកលវីអែមនៅភូមិដេកឥដ្ឋបាទស្ពាននេះដែរគឺតបជាប់ត្រង់ពីចំណុចផ្លូវក្រវ៉ាត់កងទី3គេហៅថាមហាវិថីស៊ីជីពីងហើយក៏ជាចំណុចនៃចាប់ផ្ដើមនៃផ្លូវល្បឿនលឿនភ្នំពេញមកបាត់ផងដែរបាទបាទត្រង់នេះដែរគឺជាផ្លូវជាតិមួយបាទនៅខាងស្រុកគៀនស្វាយភូមិដេកឥដ្ឋបាទហើយមកឆ្លងទៅក្រៅខាងដល់វិញគឺគេហៅស្រុកលីអែម
ខាងភូមិបកហើយនេះគឺជាចំណុចដែលតបភ្ជាប់ពីផ្លូវទៅវត្តក្រុងទី3 ឆ្ពោះទៅខាងត្រើយខាងកើត